សួស្តីអ្នកនរគ្នាបាទស្វាគមន៍មកកាន់ Channel Haystorm បាទថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាមកស្គាល់ប្រវត្តិដើមកំណើតរបស់ FireEm អ្នកជាច្រើនប្រហែលធ្លាប់ឃើញ streamer និង YouTuber ដែលលេង FireEm Roleplay ប៉ុន្តែមិនដឹងថាវាមកពីណាហើយហេតុអ្វីវាคล้ายជាប្រព័ន្ធ server ដែលធំដល់ប៉ុណ្ណោះនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីដើមកំណើត FireEm ការបង្កើត server Roleplay បញ្ហាជាមួយក្រុមហ៊ុន game និងអនាគតរបស់ FireEm ចំណុចទី1ដើមកំណើត FireEmដើម្បីយល់ពី FireEm យើងត្រូវតែត្រឡប់ទៅឆ្នាំ2015នៅឆ្នាំនោះ game GTA 5 បានក្លាយជា game open world ដែលល្បីបំផុតមួយនៅលើពិភពលោក game នេះបានបង្កើតដោយក្រុមហ៊ុន Rockstar Game GTA 5 មាន mode online ដែលគេហៅថា GTA Online ប៉ុន្តែអ្នកលេងជាច្រើនមានអារម្មណ៍ថា GTA Online មានកំណត់ច្រើនពេកអ្នកលេងមិនអាចបង្កើត server ផ្ទាល់ខ្លួនឬប្ដូរ gameplay បានច្រើនដូច្នេះ developer មួយក្រុមក្នុង community បានចាប់ផ្ដើមបង្កើត project មួយដែលអាចអនុញ្ញាតឲ្យអ្នកលេងបង្កើត server ផ្ទាល់ខ្លួនបាន project នោះគឺ FireEm បាទចំណុចទី1នេះគឺដើមកំណើត FireEm បាទមូលហេតុដែលមាន FireEm ដោយសារ game GTA 5 ហ្នឹងបាទមាន mode online ដែលគេហៅថា GTA Online មានកំណត់ច្រើនពេកអញ្ចឹងទៅវាពិបាកក្នុងការលេងសប្បាយជុំគ្នាអញ្ចឹងទៅបាទដូច្នេះក្រុមហ៊ុន developer មួយក្រុមបានបង្កើត project មួយដែលអាចអនុញ្ញាតឲ្យអ្នកលេងហ្នឹងគាត់បង្កើត server ផ្ទាល់ខ្លួនលេងបានផងដែរបាទចំណុចទី2ក្រុម developer FireEm ត្រូវបានបង្កើតដោយក្រុម developer ដែលហៅថា CSXOE គោលបំណងរបស់ពួកគេគឺបង្កើត platform multiplayer សម្រាប់ GTA 5 ដែលអនុញ្ញាតឲ្យ server owner បង្កើត game mode ផ្ទាល់ខ្លួននោះមានន័យថា server មួយអាចបង្កើត system ថ្មីៗដូចជា job system ហ្នឹងមានន័យថាការងារ economy system police system និង real life role play នេះហើយជាកំណើតនៃ FireEm Roleplay បាទអញ្ចឹងចំណុចទី2នេះបាទ FireEm ត្រូវបានបង្កើតដោយក្រុមហ៊ុនមួយដែលមានឈ្មោះថា CSX.OE ហ្នឹងបាទគោលបំណងពួកគេគឺបង្កើត platform multiplayer សម្រាប់ GTA 5 ដែលអនុញ្ញាតឲ្យម្ចាស់ server ហ្នឹងគាត់បង្កើត game mode ដោយផ្ទាល់ខ្លួនបាទអញ្ចឹងម្ចាស់ server គាត់បង្កើត game mode ដោយផ្ទាល់ខ្លួនហ្នឹងគាត់ចង់ដាក់អ្វីចូលទៅក្នុង server game របស់គាត់ក៏បានដែរបាទចំណុចទី3បញ្ហាជាមួយ Rockstar នៅដំបូង FireEm មិនមែនតែងតែរលូនទេពេល project នេះចាប់ដើមល្បីក្រុមហ៊ុន Rockstar Game បានព្យាយាមបិទ project មួយចំនួនដែលពាក់ព័ន្ធនឹង modding មាន developer មួយចំនួនត្រូវបាន ban ពី GTA Online ប៉ុន្តែ community FireEm នៅតែបន្តអភិវឌ្ឍ project នេះព្រោះអ្នកលេងជាច្រើនស្រឡាញ់ system server និង roleplay របស់វាបាទចំណុចទី3នេះ FireEm មានបញ្ហាជាមួយ Rockstar ហ្នឹងហើយគ្នាយើងមួយចំនួនតូចបាទប្រហែលជាគាត់អត់ដឹងទេថា FireEm មិនមែនជា game ផ្លូវការរបស់ Rockstar ទេពីមុនបាទតែឥឡូវ Rockstar បានទិញដាច់ហើយដូចជាប្រហែលឆ្នាំចុងក្រោយនេះ Rockstar បានទិញserver FireEm នឹងមកកាន់កាប់តខ្លួនហើយបាទអញ្ចឹងពេលបច្ចេក FireEm ចាប់ដើមល្បីហ្នឹងក្រុមហ៊ុន Rockstar ក៏បានព្យាយាមបិទបច្ចេកមួយចំនួនផងដែរដែលពាក់ព័ន្ធទៅនឹង modding បាទចំណុចទី4 FireEm ក្លាយជាប្រព័ន្ធធំបន្ទាប់ពីឆ្នាំ2018 FireEm បានក្លាយជាប្រព័ន្ធ server ដែលធំជាងមុនមាន server រាប់ពាន់នៅលើពិភពលោក streamer និង YouTuber ជាច្រើនបានលេង FireEm Roleplay វាធ្វើឲ្យ FireEm ក្លាយជា game experience ដែលខុសពី GTA Online ទាំងស្រុងអ្នកលេងអាចរស់នៅក្នុងទីក្រុងធ្វើការរកលុយបើក business ឬសូម្បីតែបង្កើត story ជាមួយអ្នកលេងផ្សេងៗបាទចំណុចទី4នេះ FireEm ក្លាយជាប្រព័ន្ធធំដោយសារ streamer និង YouTuber បាទគាត់បាននាំគ្នាលេងជាច្រើនមែនតើនឹង live ជាច្រើនអ្នកមែនតើបាទហើយ FireEm ក៏បានល្បីទៅតាមនឹងផងដែរហើយវាធ្វើឲ្យ FireEm នឹងក្លាយជា game ដែលមាន experience ខ្លាំងមែនតើដែលខុសពី GTA Online ទាំងស្រុងផងដែរបាទហើយអ្នកលេងគាត់អាចរស់នៅក្នុងទីក្រុងដែលធ្វើការរកលុយនិងបើក business ផងដែរចំណុចទី5 Rockstar ទិញ FireEm នៅឆ្នាំ2023មានព្រឹត្តិការណ៍ធំមួយក្រុមហ៊ុន Rockstar Game បានសម្រេចចិត្តទិញក្រុម developer CSX.OE ដែលជាក្រុមនៅពីក្រោយ FireEm នេះមានន័យថា FireEm មិនមែនជាការបង្កើតរបស់ community តែប៉ុណ្ណោះទៀតទេប៉ុន្តែវាបានក្លាយជាផ្នែកមួយនៃ ecosystem GTA បាទអញ្ចឹងនៅឆ្នាំ2023ហ្នឹងក្រុមហ៊ុន Rockstar បានសម្រេចចិត្តថាទិញ FireEm ចេញពីក្រុម developer ដែលមានឈ្មោះថា CSX.OE ហ្នឹងបាទហើយ FireEm ក៏មិនមែនបង្កើតដោយក្រុម community តែប៉ុណ្ណោះទៀតទេប៉ុន្តែវាបានក្លាយទៅជាផ្នែកមួយនៃ ecosystem GTA បាត់ទៅហើយបាទអញ្ចឹងសរុបមក FireEm កើតឡើងពី community developer ដែលចង់បង្កើត gameplay ថ្មីសម្រាប់ GTA 5 ពី project តូចមួយវាបានក្លាយជាប្រព័ន្ធ role play server ដែលមានអ្នកលេងរាប់លាននាក់
ហើយថ្ងៃនេះ Fire បានខ្លាយជា platform ដែលបង្កើត story និង experience ថ្មីៗក្នុងពិភព GTA បាទចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like subscribe channel ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃផងដែរបាទចឹងសូមអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ Let's go it